ជំរាបសួរអ្នកទាំងអស់គ្នានិងសួស្តី welcome back to my vlog តាមពិតទៅខាន់ធ្វើ vlog យូរតមែនតែនឡើងភ្លេចថាខ្លួនឯងធ្លាប់ធ្វើ vlog ហើយសកម្មភាពថ្ងៃនេះដែរគឺយើងនឹងទៅបេះដូងតាមពិតទៅសកម្មភាពពេញមួយថ្ងៃហ្នឹងមិនត្រឹមតែបេះដូងទេគ្រាន់តែចង់ចែករំលែកមកផ្នែកតូចនៅទីនេះគឺជាក្រុងនៃខេត្តបាត់ដំបងហើយអំពូមីងគឺគាត់ដាំដំណាំច្រើនមែនតើតែមើលអ្នកដើរទៅបេះដូងហើយឡើងដល់ហើយតែឥឡូវត្រឡប់ទៅវិញនៅចំការគាត់មិនមែនមានតែដូងទេមានដំណាំច្រើនមែនតើគាត់ថាដូងនៅទីនេះផ្អែមមែនតើនៅពេលគាត់ឮថាយើងចង់ញ៉ាំដូងគឺអ៊ំប្រុសគាត់ជូនមកបេះតែម្ដងអញ្ចឹងយើងបានដូងច្រើនដែរទៅមួយថ្ងៃហ្នឹងពុះពេញទៅដោយទឹកដូងតែម្ដងដោយដែលអ្នកទាំងអស់គ្នាឃើញអញ្ចឹងដូងគឺផ្លែធំហើយនិយាយទៅផ្លែល្អមែនតើបន្ទាប់ពីអ៊ំគាត់បេះបានច្រើនហើយហ្នឹងគឺយើងនាំគ្នាកាត់ដូងដើម្បីភ្លក់ទៅតើរសជាតិវាមិនដែរហើយនេះមានដូងផ្អែមនិងដូងរាងជូរអែមដែរឆ្ងាញ់អ្នកទាំងគ្នាថ្ងៃក្រោយបងមកលេងបាត់ដំបងអាចសាក់ដូងនៅបាត់ដំបងបានណាបាយបាយវីដេអូនេះមានតែប៉ុណ្្នឹងឯងព្រោះនិយាយពីដូង